បច្ចេកវិទ្យាអ៊ុយក្រែនការច្នៃប្រឌិតនិងភាពធន់នៅក្នុងសម័យសង្គ្រាមនៅក្នុងបរិបទនៃសង្គ្រាមដែលកំពុងបន្តប្រទេសអ៊ុយក្រែនបានបង្ហាញពីភាពធន់និងសមត្ថភាពច្នៃប្រឌិតដ៏អស្ចារ្យមិនត្រឹមតែនៅក្នុងការពារជាតិប៉ុណ្ណោះទេប៉ុន្តែក៏ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផងដែរធ្វើត្បិតតែប្រឈមនឹងការឈ្លានពាននិងការបំផ្លិចបំផ្លាញក៏ដោយក៏អ៊ុយក្រែនបានប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតជាពិសេសនៅក្នុងវិស័យយោធានិងបច្ចេកវិទ្យា Digital នៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបច្ចេកវិទ្យាគន្លឹះទាំងឡាយណាដែលអ៊ុយក្រែនកំពុងអភិវឌ្ឍនិងដាក់ឲ្យប្រើប្រាស់នៅក្នុងអំឡុងពេលលំបាកនេះដោយបង្ហាញពីរបៀបដែលប្រទេសនេះកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងសមត្ថភាពការពារជាតិផ្ដល់សេវាកម្មសាធារណៈនិងរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន 1. បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក Drone និងសង្គ្រាមយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានប្រែក្លាយជាមហាអំណាចមួយនៅក្នុងវិស័យយន្តហោះគ្មានមនុស្សបើក Drone ដោយប្រើប្រាស់និងអភិវឌ្ឍបច្ចេកវិទ្យានេះយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងសត្រូវការផលិតនិងការប្រើប្រាស់ Drone ការផលិត Drone ទ្រង់ទ្រាយធំនៅក្នុងឆ្នាំ2024ក្រុមហ៊ុនអ៊ុយក្រែនបានផលិតនូវផ្គុំ Drone HPV First Person View ជា 1.5 លានគ្រឿងដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃសមត្ថភាពផលិត Drone សរុប Drone រយៈចម្ងាយឆ្ងាយអ៊ុយក្រែនបានចាក់បញ្ចូលធនធានយ៉ាងច្រើនទៅក្នុង Drone និងមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារគោលដៅឆ្ងាយៗ Drone សមុទ្រDrone សមុទ្ររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបានបខំឲ្យកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីដកថយដែលបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិទ្យានេះការច្នៃប្រឌិត Drone ស្វ័យយ័តនិង AI សង្គ្រាម Drone ស្វ័យយ័តការកើនឡើងនៃសង្គ្រាម Drone ស្វ័យយ័តនៅអ៊ុយក្រែននឹងនាំទៅរកការប្រើប្រាស់ Drone AI ដែលមិនអាចរំខានបានដែលជាសញ្ញានៃការផ្លាស់ប្ដូរដ៏ស៊ីជម្រៅទៅក្នុងអនាគតនៃសង្គ្រាម Drone ស្ទាក់ចាប់អ៊ុយក្រែនកំពុងងាកទៅរក Drone ស្ទាក់ចាប់ស្វ័យយ័តខណៈដែលការវាយប្រហារដោយ Drone សហេតុកើនឡើងគំនិតនេះប្រែក្លាយ Drone សមុទ្រទៅជាវេទិកាបាញ់បង្ហោះចល័តសម្រាប់ Drone ស្ទាក់ចាប់តាមអាកាស AI នៅក្នុងប្រព័ន្ធគ្មានមនុស្សបើកអ៊ុយក្រែនកំពុងជំរុញប្រព័ន្ធគ្មានមនុស្សបើកដែលដំណើរការដោយ AI ដើម្បីកាត់បន្ថយការចូលរួមដោយផ្ទាល់របស់ទាហានខណៈពេលដែលបង្កើនប្រសិទ្ធភាពប្រយុទ្ធ 2. ប្រព័ន្ធសង្គ្រាម Electronic Warfareសង្គ្រាមអេឡិចត្រូនិក EW គឺជាវិស័យសំខាន់មួយទៀតដែលអ៊ុយក្រែនកំពុងផ្ដោតការយកចិត្តទុកដាក់ការអភិវឌ្ឍ EW ឆ្នាំ2026ត្រូវបានគេចាត់ទុកថាជាឆ្នាំរូបវិទ្យាសម្រាប់ EW ដែលបង្ហាញពីការវិនិយោគយ៉ាងសំខាន់នៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍការទប់ទល់នឹងការរំខានអ៊ុយក្រែនកំពុងអភិវឌ្ឍប្រព័ន្ធ EW ដើម្បីទប់ទល់នឹងការរំខានពីសត្រូវនិងការពារប្រព័ន្ធទំនាក់ទំនងរបស់ខ្លួន 3. បច្ចេកវិទ្យា Digital និងរដ្ឋាភិបាល Electronic អ៊ុយក្រែនបានក្លាយជាគំរូមួយសម្រាប់ពិភពលោកនៅក្នុងការអភិវឌ្ឍសេវាសាធារណៈ Digital និងការកសាងភាពធន់តាមអ៊ីនធឺណិតកម្មវិធី DIA កម្មវិធី Super Apps DIA គឺជាវេទិកា Digital រួមបញ្ចូលគ្នានិងជាកម្មវិធី Super App ដែលផ្ដល់សិទ្ធិចូលប្រើប្រាស់សេវាសាធារណៈនិងអាជីវកម្មជាច្រើនសេវាសាធារណៈគិតត្រឹមបច្ចុប្បន្ន DIAមានឯកសារ Digital ចំនួន11ប្រភេទនៃសេវាចំនួន12ដែលអាចប្រើប្រាស់បានគេហទំព័រ DIA ក៏មានសេវាអនឡាញ70ផងដែរការទទួលស្គាល់ជាសកលកម្មវិធី DIA របស់អ៊ុយក្រែនកំពុងកំណត់ស្តង់ដារសកលសម្រាប់សេវាសាធារណៈ Digital សន្តិសុខ Cyber ភាពធន់តាមអ៊ីនធឺណិតសម្រាប់អ៊ុយក្រែនសន្តិសុខ Cyber មិនត្រឹមតែជាប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិផងដែរវេទិកាអន្តរជាតិវេទិកា KIPS International Cyber Resilience Forum ឆ្នាំ2026បានប្រមូលផ្ដុំអ្នកចូលរួម 2000 នាក់មកពី37ប្រទេសដើម្បីជំរុញការច្នៃប្រឌិតសន្តិសុខ Cyber 4. វិស័យបច្ចេកវិទ្យានិងការងើបឡើងវិញនៃសេដ្ឋកិច្ចទោះបីជាមានសង្គ្រាមក៏ដោយវិស័យបច្ចេកវិទ្យារបស់អ៊ុយក្រែននៅតែបង្ហាញពីភាពរឹងមាំនិងការរីកចម្រើនការនាំចេញ IT នៅក្នុងខែកុម្ភៈឆ្នាំ2026ការនាំចេញសេវា IT របស់អ៊ុយក្រែនបានកើនឡើងរហូតដល់ទៅ$544,000 លាននៅក្នុងខែធ្នូឆ្នាំ2025ការនាំចេញសេវាកុំព្យូទ័របានកើនឡើងរហូតដល់ 26.2% ស្មើនឹង$685 លានវេទិកា Pre-One
ប្រេវ័នគឺជាវេទិកាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិដែលគាំទ្រការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យយោធាសរុបមកប្រទេសអ៊ុក្រែនបានបង្ហាញពីភាពដ៏អស្ចារ្យនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការការពារអធិបតេយ្យភាពនិងការកសាងអនាគតរបស់ខ្លួនពីការច្នៃប្រឌិតដ្រូនស្វ័យយ័តនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករហូតដល់ការអភិវឌ្ឍកម្មវិធីដាយ៉ាដែលជាគំរូសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិកនិងការកសាងភាពធន់តាមអ៊ីនធឺណិតអ៊ុយក្រែនបានបង្ហាញថាបច្ចេកវិទ្យាមិនមែនត្រឹមតែជាមធ្យោបាយសម្រាប់ការពារជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចផងដែរភាពធន់និងការច្នៃប្រឌិតរបស់ប្រជាជនអ៊ុយក្រែននៅក្នុងគ្រាលំបាកនេះគឺជាមេរៀនដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល